សួស្តីបងប្អូនទាំងគ្នាខ្ញុំបង្ហាញពីការ generate សរសៃដៃធ្នឹមជាមួយនឹង Camel Beam បងប្អូនចូលកន្លែងនេះយើងយក Beam Rebar អូខេតោះមកយើងទៅការ select object អញ្ចឹងយើង select object នៅក្នុងនេះពេលបងប្អូន select លើធ្នឹមហើយយើង select អក្សរអញ្ចឹងគោលបំណងយើង select អក្សរដើម្បីចែក span របស់វាហើយយើងអាចទីតាំងដែលយើងថែមដៃផ្សុកយ៉ាអានេះយើង select ត្រង់ទីតាំងនេះមកអូខេយើង select ទៅយើងចុច finish ទៅវានឹងអញ្ចឹងនៅក្នុងនេះមិនមែន span កម្រិតមិនមែនគឺយើងចែកនៅទីតាំងនេះពេលបងប្អូននេះមកយើងមានកន្លែង support ជាមួយនឹង mid span អញ្ចឹងនៅក្នុងនេះរូបភាពដែលផ្ដល់ឲ្យនេះគឺយើងកន្លែងនេះខាងលើហ្នឹងមាន4ដើមខាងក្រោមមាន4ដើមហើយកន្លែង support យើងថែម2ដើមចំណែកខាងក្រោមនេះក៏យើងថែម2ដើមដែរបើសិនជាយើងថែមនៅក្នុង extract bar បងប្អូនអាចធីកថែមមកកន្លែងនេះអញ្ចឹងយើងដាក់ដៃក្តារអីចឹងយើងដាក់2ឬក៏3ចឹងទៅគឺវានឹងចែកតាមហ្នឹងប៉ុន្តែនៅក្នុងហ្នឹងខ្ញុំដាក់ទេហើយធ្នឹមរបស់វាមានកាត់វា300ក៏នឹង700ដូច្នេះកន្លែងនេះបើបងប្អូនចង់កន្លែងនេះទីតាំងយើងវា700ហើយខ្ញុំដាក់វា18លីអញ្ចឹងដាក់4ដើមឥឡូវខ្ញុំពុតចុះក្រោម500ចានេះខ្ញុំយកវា550ដូចគ្នាមកខ្ញុំយក18យើងប្រើ4តទៅទៀតកន្លែងនេះ extract bar ខ្ញុំដាក់ទេកន្លែង support នេះខាងលើនេះខ្ញុំដាក់វា2ដើម16 2ដើម16នេះដាក់ខាងក្រោមនេះ12ដើម16ដូចគ្នាអញ្ចឹងដែកកងខ្ញុំយកវាដែក8លីអញ្ចឹង save ហ្នឹងវា reload ចេញពី model ដែលបងប្អូននេះមកអញ្ចឹងណា B8 ទៅណានេះខ្ញុំយក8លីកម្រិតកន្លែងយើង support ខ្ញុំយកវា100ហើយកន្លែងនេះខ្ញុំយកវា150ចុះតមកកន្លែងហ្នឹងបងប្អូនដាក់ឈ្មោះវាម្នាក់ cover វាយើងយក30ឈ្មោះវាខ្ញុំដាក់វា B1 ហ្នឹងចុះហើយយើង save ទៅពេលបងប្អូន generate លើហើយវានឹងមានកន្លែង cap នេះគឺចន្លោះ space កន្លែងនេះបងប្អូនចង់កំណត់មកតែខ្ញុំឲ្យវា30អញ្ចឹងធំជាង25ហើយយើងអាចចាក់ថ្មចូលកន្លែងនេះគឺ offset ចេញពី game នៃសសរ column បើយើងជួនកាលដៃសសរវាមានដៃរត់ទៅលើដែរប៉ុន្តែបើបងប្អូនដាក់គៀកពេកវាប៉ះអញ្ចឹងយើងរត់អត់ចូលថយខ្ញុំដាក់វា50ចុះអញ្ចឹងកន្លែងនេះវារួចរាល់នេះ50ដាក់ក្នុង50អញ្ចឹងយើង save វាសាថ្មីតោះមកបងប្អូន scroll ក្រោមយើង generate វាមកហើយអញ្ចឹងនេះវាហោះ Rebar ហ្នឹងអត់បញ្ហាទេអញ្ចឹងធ្នឹមមួយនេះអញ្ចឹងធ្នឹមមួយនេះឃើញអត់បងប្អូននៅក្នុងនេះបើបងប្អូនចង់ select generate ផ្សេងទៀតខ្ញុំ select នេះមកយើង select generate នេះ select អក្សរនេះមកអញ្ចឹង select អក្សរនេះមកយើងចុច finish មកអញ្ចឹងយើង generate ទៅវាជាប់តំណែងចាស់ជាងកាលទៅតែអ្នកខ្លះក៏រីដៃវាតម្រងប្រហែលគ្នាអញ្ចឹងទៅអញ្ចឹងពេលបាននេះហើយខ្ញុំ select នៅលើធ្នឹមម្ដងនេះខ្ញុំឲ្យបងប្អូនមើលអូខេ select លើធ្នឹមហ្នឹងសិនខ្ញុំវាយបែកចាស់ខ្ញុំ review ធ្នឹមម្ដងនេះសិនណាអញ្ចឹងក្នុងធ្នឹមម្ដងនេះគឺកន្លែងនេះវាមានប្លង់សេផងវាមានធ្នឹមផងខ្ញុំ select វាមកខ្ញុំoverride បងប្អូនអញ្ចឹងក៏ប៉ុន្តែវាមានធ្នឹមរងរត់កាត់ទៀតមានកាត់ច្រើនអញ្ចឹងមានដៃ stop លើ stop ក្រោមអូខេឃើញចានេះវា4ដើមកន្លែងដៃសុបកន្លែងនេះអូខេបើយើងចង់កាត់នៅក្នុង Revit 2025គឺយើងមានមុខងារកាត់ដៃកន្លែងនេះក៏មានដូចគ្នាយើង generate អញ្ចឹងបងប្អូនអាចធ្វើការ generate បានច្រើននៅក្នុងនេះពេលតែមួយយើង generate ហើយយើងអាច save file យើង generate តទៀតទៅចង់ generate នេះក៏បានណាកន្លែងនេះយើងយកមុខងារ show បង្ហាញសាច់ដៃយើងមកនេះ show Rebar ក៏បានដែរកាលនេះបច្ចេកវាធំពេលយើង show ទៅវារៀងធ្ងន់ហើយយើងបច្ចេកនឹងធំអញ្ចឹង show ទៅយើងឃើញនេះទីតាំងចូលជាមួយ column ហើយយើងកណនីពីកម្ពស់នៃធ្នឹមនឹងដែរចង្កាធ្នឹមនឹងវានេះអញ្ចឹងយើងដាក់នេះជ្រុលពុតទៅជ្រុលអានេះវាគិត cover គិតអីបងគិតពីលក្ខខណ្ឌមួយចំនួនដែរអញ្ចឹងអូខេអញ្ចឹងដូចក្នុងករណីធ្នឹមបែបនេះខ្ញុំតើបែបនេះគឺយើង generate បាននេះក៏បានដែរឥឡូវខ្ញុំតេស្តឲ្យបងប្អូនមើលទៀតមកយើង select វាមក select beam ខ្ញុំឈិចមកចាខ្ញុំឈិចអានេះមួយមកកន្លែងនេះពេលយើង select ធ្នឹមហើយយើងក៏ select អក្សរហើយនេះយើង select ធ្នឹមដែរទៅនេះកន្លែង select ធ្នឹមទីតាំងហ្នឹងដើម្បីវាចាត់ទុកដូចអក្សរអញ្ចឹងយើងអាចថែមសុបត្រង់ទីតាំងនេះក៏បានដែរអូខេហើយយើង generate ទៅយើងបានទីតាំងកន្លែងហ្នឹងវាចែកយើងថែមដាច់សុបដាច់អីកន្លែងដាច់ក្រាស់បើយើង select ធ្នឹមកន្លែងហ្នឹងគឺស្មើនឹងយើងវាដូចអក្សរយ៉ាងម៉េចសូមបងប្អូនចង់ថែមដៃកន្លែងហ្នឹងរៀងក្រាស់រៀងអីយើងថែមលក្ខខណ្ឌហ្នឹងទៅយើងអាចថានេះដែរអាចចំណេញពេលដែរក្នុងការ generate នេះអូខេបើយើងចង់ select ទាំងអស់ក៏បានតែបងប្អូនអាចធ្វើតាមធ្នឹមមួយទៅវាស្រួលជាងហ្នឹង